ជាបន្តទៅនេះយើងខ្ញុំសូមជូនបច្ចុប្បន្នភាពបាទសរុបព្រឹត្តិការណ៍ឡើងវិញនៃអំពើហិង្សារបស់ភាគីថៃដែលបានបាញ់ប្រហារមកលើជនស៊ីវិលស្លូតត្រង់កម្ពុជានៅថ្ងៃនេះបាទនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសរុបព្រឹត្តិការណ៍ខ្ញុំបាទសូមជូនវេទិកាទៅលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិបាទសូមអញ្ជើញលោកជំទាវចាសសូមគោរពអរគុណអាដាមជាបឋមនាងខ្ញុំសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំសូមធ្វើការសង្ខេបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាដោយគ្មានមូលហេតុនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះនៅវេលាម៉ោង 15:50 នាទីមានប្រជាពលរដ្ឋកម្ពុជាចំនួន3នាក់បានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលគាត់តែងតែធ្វើដំណើរជាធម្មតាវត្តមានរបស់កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយនៅទីតាំងនោះផងដែរប្រមាណជា10ម៉ែត្រពីប្រជាពលរដ្ឋដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសពមួយដងបន្តិចក្រោយមកពួកគាត់ក៏បានលឺស្នូរផ្ទុះអាវុធពីខាងភាគីថៃដែលបានបាញ់សម្ដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន3នាក់ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយក៏បណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ចំនួន2រូបបានរងរបួសបន្ទាប់មកកងកម្លាំងរបស់យើងដែលមិនប្រដាប់ដោយអាវុធក៏បានចូលធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពេលនោះផងដែរក៏ត្រូវបានកងកម្លាំងយោធាថៃធ្វើការបាញ់ប្រហារសម្ដៅមកលើពួកគាត់លើពីនេះទៅទៀតយោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀតដោយសម្ដៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយដែលបណ្ដាលឲ្យប្រជាពលរដ្ឋយើងចំនួន1នាក់ទៀតរងរបួសបន្ថែមនិង1នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងនៅវេលាម៉ោង 16:20 នាទីការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានស្ងប់ស្ងាត់ទៅវិញបន្ទាប់មកនៅវេលាម៉ោង 17:54 នាទីការបើកការវាយបាញ់ប្រហារមកលើកងរបស់កងកម្លាំងយោធាថៃជាលើកទី2ដោយប្រើប្រាស់កាំភ្លើងប្រភេទ Rafale ចំនួន5គ្រាប់មកលើកងកម្លាំងរបស់កម្ពុជាបន្ថែមទៀតប៉ុន្តែកងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយគឺបានប្រកាន់ខ្ជាប់នៅគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ដោយប្រកាន់ខ្ជាប់បំផុតនៅការគោរពនិងការអនុវត្តបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិនិងដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងនៅទីនោះជាសរុបករណីបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជារងរបួសសរុបចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់ I would like to provide an update on the situation concerning the case that the Thai side began an unprovoked use of violence on the Cambodian innocent civilians in Prey Chan village for the general public and both national and international media outlets as follows. Summary of timeline of the situation along the Cambodia-Thailand border concerning the case that Thai side began an unprovoked use of violence on the Cambodian innocent civilian in Prey Chan village, O Bay Chuan commune, Ochre district, Bantiay Min Chey province. At 3:50 p.m., 3 Cambodian civilians were walking along the embankment, the road where they usually commute. The Cambodian force, unarmed and stationed in the area, were sitting near the above-mentioned location, approximately 10 meters from the civilian to ensure the safety of Cambodian citizens. At a moment later, they heard the
sound of gunfire from the Thai side, which targets 3 Cambodian civilians who were walking on the embankment, injuring 2 of the civilians. When the unarmed force intervened to rescue the civilians, they also become the target of the Thai attack. At 4:20 p.m., the unprovoked abuse violence by the Thai side ceased. At 5:54 p.m., the Thai force resumed the second round of the assault with 5 shots of rifle gun toward the Cambodian force. However, the Cambodian force did not retaliate at all as they strictly adhere to the guiding principle of maintaining maximum restraint and fully respecting and implementing of the ceasefire agreement, the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties. While firmly committed to resolving disputes through peacefully means in accordance with international law to ensure the safety of our civilians. The unprovoked use of violence by the Thai side on the innocent Cambodian civilian resulted in 3 people injured and 1 person killed. Thank you. បាទសូមអរគុណចំពោះលោកជំទាវម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិដែលបានសរុបព្រឹត្តិការណ៍ដែលបានកើតឡើងនៅរសៀលនេះតទៅនេះខ្ញុំបាទអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមអនុញ្ញាតអានជូនទាំងស្រុងនៅសាររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាពាក់ព័ន្ធទៅនឹងអំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទដែលមានខ្លឹមសារដូចតទៅខ្ញុំសូមថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទនាល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងរបួស3នាក់និងស្លាប់បាត់បង់ជីវិត1នាក់ទង្វើនេះគឺខុសច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននឹងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC ខ្ញុំសូមឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរខ្ញុំសូមឲ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះនិងសូមអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតការទទួលខុសត្រូវនិងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបាញ់ប្រហារនេះជាមួយគ្នានេះខ្ញុំសូមឲ្យអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងប្រដាប់អាវុធសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋរបស់យើងជាពិសេសត្រូវគិតគូរលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពូថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងកសាងសន្តិភាពរវាងប្រទេសទាំងពីរបាទនេះគឺជាខ្លឹមសារនៃសាររបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីដែលទើបតែចេញនៅក្រោយពេលដែលមានព្រឹត្តិការណ៍ហិង្សានេះបាទ Now allow me to read in full the message of សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត Prime Minister of Kingdom of Cambodia regarding to the violence committed by the Thai side against innocent Cambodian civilian in Prey Chan village, which is as follows. I strongly condemn the unprovoked use of violence by the Thai side against innocent Cambodian civilian
in Prechan village in the afternoon of 12 November 2025, which resulted in injury to 3 Cambodian civilians and the tragic loss of 1 life. This act violates international humanitarian law and international law and goes against humanitarian principle and the mutual agreement previously reached to resolve border issues through peaceful means, especially the agreement to allow the Joint Boundary Commission JBC to conduct survey and emplacement to temporary makers and to maintain the status quo until the completion of the survey and the final decision by the JBC. I call on the Thai side to immediately cease the use of force against innocent Cambodian civilians in Prechan village and to refrain from any use of force in addressing border issues between our 2 countries. I also call for an independent investigation into this incident and appeal for the participation of qualified international parties to uncover the truth and those responsible in order to deliver justice for the victims. At the same time, I instructed the local authority and all security forces to take urgent measures to protect our civilians, placing absolutely priority in their safety and life. Cambodia remains committed to resolving this border issue peacefully in accordance with spirit the joint declaration signed in Kuala Lumpur on 26 October 2025 with the goal of ending the conflict and building peace between our 2 nations. Thank you. បាទហើយតទៅនេះក៏មានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលទើបតែចេញមុននេះដែរដែលខ្ញុំសូមអានជូនទាំងស្រុងដូចតទៅសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកោតទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើជនស៊ីវិលនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025 រាជរដ្ឋាភិបាលកម្ពុជាកោតទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលបណ្ដាលឲ្យជនស៊ីវិលម្នាក់ស្លាប់និង3នាក់រងរបួសឧបទ្ទវហេតុនេះបង្ហាញអំពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាការបំពានយ៉ាងកក្លឿនចំពោះច្បាប់មនុស្សធម៌អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញហើយនឹងចាត់វិធានការសមស្របដើម្បីតាមដានរួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់ប្រហារសម្រាប់ជនស៊ីវិលដោយមានការចូលរួមពីក្រុមអ្នកសង្កេតការអាស៊ានផងដែរកម្ពុជាស្វាគមន៍ចំពោះការគាំទ្រនិងការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតនេះកម្ពុជាសូមគូបញ្ជាក់ថាចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី28ខែកក្កដាឆ្នាំ2025មកកម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុតដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈររួមទាំងការបាញ់ប្រហារជនស៊ីវិលដ៏ឃោរឃៅនាពេលនេះក្នុងគោលបំណងរក្សាឲ្យបាននៅបទឈប់បាញ់នេះដើម្បីបុព្វហេតុសន្តិភាពស្ថិរភាពនិងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរនិងសម្រាប់តំបន់ទាំងមូលរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់ការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងហើយងាកទៅប្រកាន់ខ្ជាប់នៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមកដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ
ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025បាទនេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា Statement of the Ministry of Foreign Affairs and International Cooperation Cambodia strongly condemned civilian shooting by Thai forces 12 November 2025. The Royal Government of Cambodia condemned in strongest terms the unprovoked shooting by Thai forces against Cambodian civilians in Prechan village, Bonte Meanchey province in late afternoon of 12 November 2025, resulting in 1 civilian killed and 3 others injured. This incident represents a serious violation of Cambodian sovereignty and territorial integrity, as well as a grave breach of international humanitarian law and the fundamental principle of the United Nations Charters, Asian Charters, and the Treaty of Amity and Cooperation in Southeast Asia. The Royal Government of Cambodia has lodged a formal protest through the Royal Thai Embassy in Phnom Penh and will take appropriate follow-up measures, including an on-site investigation of strategic shooting of civilians with the observation of Asian Observer Team. Cambodia welcomes the support and participation from all interested partners in this investigation. Cambodia wishes to highlight that ever since the agreed ceasefire took effect on 28 July 2025, Cambodia has exercised utmost restraint by not taking retaliatory action in response to incessant, blatant provocative action, including today's tragic shooting of civilians with a view to preserve the fragile truth. For the sake of peace, stability, and prosperity for both nations, for the region as the whole, the Royal Government of Cambodia urges Thailand to renounce the threat and use of force and return its declared committed to mutual respect, to peace and peaceful settlement dispute in accordance with international law and as embodied in the joint declaration signed between the Prime Ministers of the two countries in Kuala Lumpur on 26 October 2025. Thank you for your kind attention. បាទកម្មវិធីសន្និសីទព័ត៌មានរបស់យើងដើម្បីធ្វើសង្ខេបព្រឹត្តិការណ៍នៅថ្ងៃនេះសូមបិទបញ្ចប់តែប៉ុណ្ណេះហើយក៏សូមបងប្អូនជនរួមជាតិតាមដានព័ត៌មានផ្លូវការពីក្រុមអ្នកនាំពាក្យរបស់យើងជាបន្តបន្ទាប់ដែលមានព្រឹត្តិការណ៍ថ្មីយើងខ្ញុំនឹងចែករំលែកព័ត៌មានទាន់ហេតុការណ៍ជូនបងប្អូនយើងទាំងក្នុងនិងក្រៅប្រទេសបាទពេលនេះសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ